ភាពជាក់ស្ដែងរបស់គ្រួសារខ្ញុំខាក់ប្តីខ្ញុំឈឺមួយថ្ងៃមុនណាបងប្អូនគាត់ធ្វើការហត់គាត់មិនធ្វើការសំណងណាដល់ពេលគាត់ហត់ទៅក៏មានអីបងប្អូនហត់អស់កម្លាំងអាំងអីតដាក់ណាដាក់ភេទជ្ជៈនេះដាក់ភេទជ្ជៈនោះអញ្ចឹងណាឃ្លានណាបងប្អូនមួយថ្ងៃពីរកំប៉ុងក៏មានដែរហើយពេលខ្លះពេលព្រឹកឡើងណាខ្ញុំតែងតែប្រាប់គាត់ថាឯងហូបបាយទៅគាត់អត់ហូបទេអញ្ចឹងណាគាត់អត់ហូបទេគាត់ចិត្តដល់បើខ្ញុំឆុងកាហ្វេឲ្យគាត់អកកាហ្វេមួយម៉ាត់អញ្ចឹងទៅគាត់យូរបាយទៅធ្វើការបាត់ហើយខ្ញុំថាឲ្យឆេចង់ហូបអីក៏ហូបទៅប៉ុន្តែហូបបាយសិនហូបបាយឲ្យបានត្រឹម4 5ម៉ាត់ឡើងលើសិនចាំហូបអីក៏ហូបទៅខ្ញុំប្រាប់គាត់អញ្ចឹងណាពេលឈឺទៅពិបាកមើលណាតែគាត់អត់យកចិត្តទុកដាក់ជាមួយយើងណាបងប្អូនហ្នឹងឯងគាត់យកចិត្តទុកដាក់ពេលដែលយើងប្រាប់គាត់ទេដល់ពេលហើយទទួលគាត់ហូបអញ្ចឹងហើយកាពះគាត់អន់ស្រាប់កាពះពោះវៀនយើងអន់ស្រាប់ណាបងប្អូនហើយដល់កាពះគាត់ឆាប់ឈឺដាក់ចំណីអាហារអីបន្លែអីម៉ូគាត់ចាញ់គេហើយអញ្ចឹងទៅបើកាពះយើងឆាប់មានបញ្ហាយើងត្រូវចេះការពារខ្ញុំប្រាប់ថាកុំឲ្យហូបភេទជ្ជៈហូបរបស់អីនៅមុនបាយត្រូវតែហូបបាយម៉ោងបាយយើងខ្ញុំនិយាយអញ្ចឹងណាតែគាត់អត់យកចិត្តទុកដាក់ជាមួយយើងទេដូចថានឹងដូចថាគិតថាស្រាលណានឹងគិតថាស្រាលណាដល់ពេលឈឺទៅបងប្អូនហើយមានអីមានតែពោះវៀនកាពះឯងតែប្តីខ្ញុំឈឺពោះវៀនកាពះហើយកាលមុនណាទៅពេទ្យ30-40ម៉ឺនម្ដងហើយថ្ងៃមុនហ្នឹងបានចូលពេទ្យបោសសហើយបានធ្វើបានបោសសហើយណាបងប្អូនកុំអីមិននឹងជាបានលុយមកពីណាទេខ្ញុំប្រាប់បងប្អូនកាលមុនណាបងប្អូនបាញ់ឲ្យគ្រប់កន្លែង10ម៉ឺន5ម៉ឺន6ម៉ឺនមិនបានលុយចូលពេទ្យឥឡូវចេះធ្វើបានបោសសហើយប្រើបានបោសសហ្នឹងឯងបោសសហ្នឹងឯងចាហ្នឹងចេះសំណាងណាហើយអញ្ចឹងបានថាបងប្អូនថែសារសុខភាពជាក់ស្ដែងរបស់ប្តីខ្ញុំហ្មងអាងតែហត់ណាអាងតែហត់ហូបដល់ពេលហើយយើងបន្ទោសគាត់ទៅគាត់ថាយើងនឹងចេះតែបន្ទោសគាត់តែភាពជាក់ស្ដែងរបស់គាត់មែនខ្ញុំបងប្អូនខ្ញុំប្រាប់ណាភាពជាក់ស្ដែងរបស់ខ្ញុំណាបើខ្ញុំអត់បានហូបបាយខ្ញុំឃ្លានអីក៏ខ្ញុំអត់ហូបដែរមិនថាកាហ្វេមិនថាភេទជ្ជៈអីទេក្រៅពីទឹកខ្ញុំងើបពីដេកគឺខ្ញុំហូបទឹកកន្លះកែវខ្ញុំហូបទឹកកន្លះកែវហើយរវល់យ៉ាងណាក៏ខ្ញុំបានបាយបាន2ម៉ាត់ក៏3ម៉ាត់ដែរជាមួយអំបិលដល់ក៏ខ្ញុំដិតដែរអត់បាន2ម៉ាត់ឬក៏3ម៉ាត់ហ្នឹងរវល់ខ្លាំងបងប្អូនចានឹងទៅអីធ្វើអីដែរត្រូវប្រញាប់ទៅណាទៅអីចឹងមិនថាបងប្អូនវាអត់វាអត់នេះទេប៉ុន្តែគ្រាន់ថាវាអាចជំងឺពោះវៀនហ្នឹងវាអត់ងាយឈឺទេព្រោះខ្ញុំមានភាពជាក់ស្ដែងរបស់ខ្ញុំហ្មងណាវាអត់ងាយឈឺទេបងប្អូនចាខ្ញុំរងថ្ងៃហ្នឹងអត់ងាយឈឺទេហើយខ្ញុំមិនមែនជាអ្នកចេះតែហូបអីច្រើនដូចគេទេចាខ្ញុំហូបដូចខ្ញុំនិយាយថាពេលបាយខ្ញុំហូបបាយអញ្ចឹងណាហូបបាយហើយបើខ្ញុំចង់ហូបកាហ្វេហូបបានតែចាំហូបបាយហើយចាំហូបកាហ្វេឬក៏ហូបភេទជ្ជៈអីចឹងទៅហើយពេលបាយក៏អត់ហូបបង្អែមដែរអញ្ចឹងណាម៉ោងបាយគឺហូបបាយបង្អែមក៏អាចយកមកជំនួសបាយបានដែរនេះសម្រាប់ខ្ញុំភាគជាក់ស្ដែងណាតែពោះវៀនកាពះខ្ញុំមែនអត់អីទេបងប្អូនដែលជំងឺផ្សេងទៀតខ្ញុំអត់ហ៊ាននិយាយទេព្រោះអីមនុស្សយើងម្នាក់មើលមិនឃើញខ្ញុំនិយាយតែជំងឺណាដែលខ្ញុំធ្លាប់ជួបហើយក៏មិនភាពជាក់ស្ដែងរបស់ខ្ញុំអញ្ចឹងណាកុំហូបភេទជ្ជៈច្រើនពេកបងប្អូនចាអរគុណ